ខ្ញុំបាទក៏បានឃើញថាលោកមេបាតូចធំអាដាមលោកទាវជាកញ្ញុះបានមកជួបជុំគ្នាយ៉ាងច្រើនប្រកបទៅដោយទឹកមុខស្រស់ស្រាយសប្បាយចិត្តបិទជាថ្ងៃរៀបមង្គលការកូនប្រុសស្រីលោកមេបាដោយបានមេដាបេដាធំទាំងសងខាងអនុញ្ញាតឲ្យខ្ញុំបាទបានចូលខ្លួនមកធ្វើជាអ្នកផ្លូវអ្នកមហាជួយរៀបចំកិច្ចការនៅក្នុងពិធីមង្គលការកូនប្រុសស្រីដែលលោកមានផ្ទះធំក្នុងពោះកិត្តិយសលោកឧត្តមស័ក្តិសមជាមេដាបេដាគំរូចិញ្ចឹមបីបងថ្នមថែរក្សាបុត្រីបុត្រាបានយ៉ាងល្អប្រពៃថ្ងៃថ្លា